Yeah, bạn với nhau Facebook. Oh my god. Lock profile ឡើងប្រហែលខែលើបានវិញហើយគណនី Facebook របស់ខ្ញុំមួយនេះកំពុងតែលេងសុកសុកវាក៏ load notification មកថា account របស់ខ្ញុំត្រូវបាន lock សោហើយគឺ lock ដោយក្រុមហ៊ុន Meta តែម្ដងដោយសារតែប្រព័ន្ធ system របស់វាចាប់បានថាកំពុងតែមានគេព្យាយាម log in ចូល account Facebook របស់ខ្ញុំហ្នឹងណាអញ្ចឹងវាក៏ធ្វើការ lock សោហើយពេលហ្នឹងគឺខ្ញុំពិបាកមែនតើដោយសារតែពេលវា lock សោហ្នឹងវាអត់មានពាក្យ learn more ឬក៏ get start នៅខាងក្រោមឈ្មោះយើងទេអញ្ចឹងធ្វើឲ្យពិបាកធ្វើការដោះស្រាយមែនតើកន្លងមកធ្លាប់ជាប់ lock សោបែបហ្នឹងដែរជាប់2 3ដងដែរប៉ុន្តែម្លងពេលដែលជាប់ហ្នឹងខ្ញុំអាចដោះស្រាយបានភ្លាមដោយសារតែនៅខាងក្រោមឈ្មោះរបស់យើងហ្នឹងគឺមានពាក្យ get start ឬក៏ learn more នៅហ្នឹងអញ្ចឹងទៅធ្វើឲ្យខ្ញុំងាយស្រួលក្នុងការដោះស្រាយគាត់តែ lock ភ្លាមគឺខ្ញុំអាចដោះស្រាយបានភ្លាមដោយសារតែយើងមានពាក្យហ្នឹងហើយឡែកគណនីមួយនេះវា lock សោហើយវាអត់មានពាក្យ get start ឬក៏ learn more ដែរអញ្ចឹងធ្វើឲ្យខ្ញុំពិបាកមែនតើក្នុងការដោះស្រាយហើយម្លងពេលដែលវាជាប់lock សោបែបហ្នឹងគឺខ្ញុំចំណាយពេលយូរមែនតើដើម្បីធ្វើការដោះស្រាយវាព្យាយាម report ផងព្យាយាមធ្វើការដូរ password ផងនិយាយទៅយើងអាចដូរ password បានប៉ុន្តែអត់អាច log in ចូលបានទេដាក់ password ទៅវា lock សោដាក់ password ទៅ lock សោយើងដូរ password ថ្មីមកយើង log in ភាសាទៅវា lock សោព្យាយាមធ្វើនៅលើទូរស័ព្ទផងនៅលើ computer ផងនៅតែដោះស្រាយបានហើយក៏ព្យាយាម report ទៅកាន់ support team ផងដែរព្យាយាម report ទៅច្រើនមែនតើ report ផងធ្វើការរងចាំផងនិយាយទៅគឺចំណាយពេលប្រហែលជា6ខែពេលថ្ងៃ report ម្ដងហើយព្យាយាមចូលព្យាយាមអត់ធ្មត់និងរងចាំដើម្បីឲ្យខាង Facebook ហ្នឹងបើកប៊ូតុង get start ឬក៏ learn more នៅខាងក្រោមហ្នឹងដើម្បីឲ្យខ្ញុំបានធ្វើការunlock account ហ្នឹងមកវិញបានថ្ងៃមួយក៏វា load ពាក្យហ្នឹងមកឲ្យហើយខ្ញុំក៏អាចធ្វើការដោះស្រាយ Facebook នឹងបានYeah, bạn với nhau Facebook. Oh my god. Lock profile ឡើងប្រហែលខែលើបានវិញហើយអញ្ចឹងវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងទេខ្ញុំមកគ្រាន់តែចង់ចែកម្លែកអំពីបញ្ហាជាប់ account Facebook យើងហ្នឹងគឺជាប់ lock សោហើយឥឡូវគឺខ្ញុំអាចដោះស្រាយបានទៅវិញហើយតែពិតមិនមែនទៅដោះស្រាយបានទេខ្ញុំអាចដោះស្រាយយកបានទៅវិញហ្នឹងយូរដែរហើយច្រើនខែដែរហើយប៉ុន្តែទើបតែថ្ងៃនេះមានឱកាសមានពេលវេលាដើម្បីធ្វើវីដេអូដើម្បីចែកម្លែកអូខេអញ្ចឹងវីដេអូក៏មានតែប៉ុណ្្នឹងទេបាយបាយ